ព្រះគម្ពីរជនគណនាចំពុកទី33នេះជាផ្លូវទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរតាមពួកពលគេដោយសារម៉ូសេនិងអេរ៉ុនតាំងពីគេចេញពីស្រុកអេស៊ីបមកម៉ូសេបានកត់ដំណើរដែលគេដើរតាមដំណាក់នីមួយៗតាមបង្គាប់ព្រះយេហូវ៉ាដូច្នេះអស់ទាំងដំណាក់គេដែលគេដើរដំណើរមកនោះពួកកូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេសមកនៅថ្ងៃ15ខែចែកគឺបានចេញមកនៅថ្ងៃបន្ទាប់នឹងបុណ្យរំលងដោយមានជ័យជំនះនៅភ្នែកនៃពួកសាសអេស៊ីបទាំងអស់គ្នាក្នុងការដែលគេកំពុងតែកប់ខ្មោចពួកកូនច្បងរបស់គេដែលព្រះយេហូវ៉ាបានវាយសម្លាប់នៅក្នុងពួកគេហើយព្រះយេហូវ៉ាក៏បានធ្វើទោសដល់អស់ទាំងព្រះរបស់គេដែរពួកកូនចៅអ៊ីស្រាអែលក៏ចេញពីរ៉ាមសេសមកស្នាក់នៅត្រង់សុកូតគេចេញពីសុកូតមកស្នាក់នៅត្រង់អេថាមក្បែរទីរហោស្ថានគេចេញពីអេថាមក៏បែរទៅខាងពីហាហេរុតទល់មុខនឹងបាល់ស៊ីភុនរួចស្នាក់នៅត្រង់មុខមីកដុលគេចេញពីមុខពីហាហេរុតដើរឆ្លងនៅកណ្ដាលទឹកសមុទ្រទៅក្នុងទីរហោស្ថានក៏ដើរ3ថ្ងៃទៅក្នុងទីរហោស្ថានអេថាមរួចស្នាក់នៅត្រង់ម៉ារ៉ាគេចេញពីម៉ារ៉ាមកដល់អេលីមហើយនៅអេលីមនោះមានរន្ធទឹក12និងដើមមើ70គេស្នាក់នៅទីនោះគេចេញពីអេលីមមកស្នាក់នៅក្បែរសមុទ្រក្រហមគេចេញពីសមុទ្រក្រហមមកស្នាក់នៅក្នុងទីរហោស្ថានស៊ីនគេចេញពីទីរហោស្ថានស៊ីនមកស្នាក់នៅត្រង់ដុបកាគេចេញពីដុបកាមកស្នាក់នៅត្រង់អាលូគេចេញពីអាលូមកស្នាក់នៅរេភីឌីមជាកន្លែងដែលគ្មានទឹកឲ្យគេផឹកសោះគេចេញពីរេភីឌីមមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីណាយគេចេញពីទីរហោស្ថានស៊ីណាយមកស្នាក់នៅត្រង់គីប្រុតហាតាវ៉ាគេចេញពីគីប្រុតហាតាវ៉ាមកស្នាក់នៅត្រង់ហាស៊ីរ៉ូតគេចេញពីហាស៊ីរ៉ូតមកស្នាក់នៅត្រង់រីតម៉ាគេចេញពីរីតម៉ាមកស្នាក់នៅត្រង់រីមុនពេរេសគេចេញពីរីមុនពេរេសមកស្នាក់នៅត្រង់លីបណាគេចេញពីលីបណាមកស្នាក់នៅត្រង់រីសាគេចេញពីរីសាមកស្នាក់នៅត្រង់កេហេឡាថាគេចេញពីកេហេឡាថាមកស្នាក់នៅត្រង់ភ្នំសាភើគេចេញពីភ្នំសាភើមកស្នាក់នៅត្រង់ហារ៉ាដាគេចេញពីហារ៉ាដាមកស្នាក់នៅត្រង់ម៉ាកហេឡូតគេចេញពីម៉ាកហេឡូតមកស្នាក់នៅត្រង់តាហាតគេចេញពីតាហាតមកស្នាក់នៅត្រង់តារ៉ាគេចេញពីតារ៉ាមកស្នាក់នៅត្រង់មីតកាហើយគេចេញពីមីតកាមកស្នាក់នៅត្រង់ហាស្មូណាគេចេញពីហាស្មូណាមកស្នាក់នៅត្រង់ម៉ូសេរូតគេចេញពីម៉ូសេរូតមកស្នាក់នៅត្រង់បេនេយ៉ាកានគេចេញពីបេនេយ៉ាកានមកស្នាក់នៅត្រង់ហោគីតកាត់គេចេញពីហោគីតកាត់មកស្នាក់នៅត្រង់យុទ្ធបាថាគេចេញពីយុទ្ធបាថាមកស្នាក់នៅត្រង់អាប្រូណាគេចេញពីអាប្រូណាមកស្នាក់នៅត្រង់អេសៀនគីបឺគេចេញពីអេសៀនគីបឺមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីនគឺនៅត្រង់កាដេសគេចេញពីកាដេសមកស្នាក់នៅត្រង់ភ្នំហោជាព្រំប្រទល់ស្រុកអេដុំនៅទីនោះអេរ៉ុនដ៏ជាសង្ឃបានឡើងទៅលើភ្នំហោតាមបង្គាប់ព្រះយេហូវ៉ាហើយក៏ស្លាប់ទៅនៅថ្ងៃដំបូងក្នុងខែស្រាបនាឆ្នាំទី40ក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបមកកាលអេរ៉ុនស្លាប់ទៅនៅលើភ្នំហោនោះលោកបានអាយុ123ឆ្នាំហើយគ្រានោះអេរ៉ាតជាស្ដេចសាសកាណានដែលអាស្រ័យនៅប៉ែកខាងត្បូងនៃស្រុកកាណានទ្រង់ក៏ឮថាពួកកូនចៅអ៊ីស្រាអែលធ្វើដំណើរមកហើយពួកអ៊ីស្រាអែលក៏ចេញពីភ្នំហោមកស្នាក់នៅត្រង់សាលម៉ូនីគេចេញពីសាលម៉ូនីមកស្នាក់នៅត្រង់សាលម៉ូណាគេចេញពីសាលម៉ូណាមកស្នាក់នៅត្រង់ពូណូនគេចេញពីពូណូនមកស្នាក់នៅត្រង់អូបូតគេចេញពីអូបូតមកស្នាក់នៅត្រង់អ៊ីយេអាបារីមនៅព្រំប្រទល់ស្រុកម៉ូអាប់គេចេញពីអ៊ីយេអាបារីមមកស្នាក់នៅត្រង់ឌីបូនកាត់គេចេញពីឌីបូនកាត់មកស្នាក់នៅត្រង់អាល់ម៉ូនឌីប្លាថៃមគេចេញពីអាល់ម៉ូនឌីប្លាថៃមមកស្នាក់នៅត្រង់ភ្នំអាបារីមនៅមុខភ្នំនេបូគេចេញពីភ្នំអាបារីមមកស្នាក់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ជិតទន្លេយ៉ូដានទល់មុខនឹងយេរីកូគេដំឡើងត្រសាររបស់គេនៅក្បែរទន្លេយ៉ូដានចាប់តាំងពីបេតយេស៊ីម៉ូតរហូតដល់អេបែលស៊ីទីមក្នុងស្រុកវាលរបស់ម៉ូអាប់ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេនៅត្រង់ស្រុកវាលរបស់ម៉ូអាប់ជិតទន្លេយ៉ូដានទល់មុខនឹងយេរីកូឲ្យប្រាស់ដល់ពួកកូនចាស់អ៊ីស្រាអែលថាកាលណាឯងរកគ្នាឆ្លងទន្លេយ៉ូដានចូលទៅក្នុងស្រុកកាណានហើយ
នោះត្រូវឲ្យបណ្ដេញអស់ទាំងអ្នកស្រុកនោះពីមុខឯងចេញព្រមទាំងបំផ្លាញអស់ទាំងព្រះជារូបឆ្លាក់ជារូបសិទ្ធិរបស់គេបងហើយរំលាងអស់ទាំងទីខ្ពស់គេផងឯងរាល់គ្នាត្រូវចាប់យកស្រុកនោះទុកជាគេអាករហើយអាស្រ័យនៅផងត្បិតអញបានឲ្យទុកជាគេអាករដល់ឯងរាល់គ្នាហើយឯងរាល់គ្នាត្រូវទទួលស្រុកនោះទុកជាមរតកហើយចាប់ឆ្នោតតាមគ្រួឯងនីមួយៗពួកណាមានគ្នាច្រើននោះត្រូវបានច្រើនហើយពួកណាមានគ្នាតិចនោះត្រូវបានតិចវិញបើអ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណានោះត្រូវតែបានកន្លែងនោះឯងរាល់គ្នាត្រូវស៊ីមរតកតាមពូជអម្បូរនៃពួកអាយកោឯងតែបើមិនបានបណ្ដេញពួកអ្នកស្រុកនោះពីមុខឯងចេញទេនោះពួកអ្នកដែលទុកឲ្យនៅគេនឹងជាមជុលដល់ភ្នែកឯងហើយជាបន្លានៅចំហៀងឯងផងគេនឹងធ្វើទុកឯងនៅក្នុងស្រុកដែលឯងអាស្រ័យនៅនោះហើយអញនឹងធ្វើដល់ឯងរាល់គ្នាដូចជាអញបានគិតធ្វើដល់គេវិញ